ដោយសារសេចក្តីកំសោយរបស់មនុស្សយើងគឺកូននឹងមានការខ្វះខាតក្នុងការគោរពស្រឡាញ់ឪពុកម្ដាយគឺខ្ញុំចង់ឃើញកូននឹងគោរពស្រឡាញ់ឪពុកម្ដាយមិនបានឲ្យស្មើនឹងសេចក្តីស្រឡាញ់របស់ម្ដាយចំពោះកូនទេប៉ុន្តែយ៉ាងហោចណាស់ក៏បានយ៉ាងច្រើនបំផុតដែលអាចធ្វើទៅបានបាទយ៉ាងហោចបំផុតមានថ្ងៃមួយមានស្ត្រីម្នាក់នាំកូនចូលក្នុងមង្គលការហើយពេលដែលចូលក្នុងមង្គលការនោះគឺមង្គលការដែលគេនិយាយភាសាអង់គ្លេសហើយដល់ឲ្យចប់ពីមង្គលការហ្នឹងទៅម្ដាយសួរកូនថាកូនប្រុសតើស្រីចំនួនប៉ុន្មាននាក់ដែលបរិសម្នាក់អាចរៀបការជាមួយបានគួរឲ្យចង់សោចនៅសំណួរនេះម្ដាយសួរកូនថាតើស្រីចំនួនប៉ុន្មាននាក់ដែលបរិសម្នាក់អាចរៀបការជាមួយគាត់បានដូចកូនហ្នឹងគាត់បានឆ្លើយយ៉ាងម៉េច16នាក់គាត់ឆ្លើយទៅ16នាក់ម្ដងអញ្ចឹងម៉ែភ្ញាក់ព្រឹកថាម៉េចក៏16នាក់កូនម៉េចក៏16នាក់ចុះម៉ែមិនស្ដាប់ពេលដែលគ្រូគង្វាលនិយាយនៅក្នុងពេលមង្គលការទេថា for better for worse for richer and for poorer ខ្មែរយើងបកប្រែថាទោះជាសុខសប្បាយឬក៏កើតទុក្ខក្តីឬទោះបីជាមានឬក្រក្តីប៉ុន្តែកូនក្មេងដល់វាស្ដាប់ទៅវាឮស្មានតែ16បាទកូនក្មេងវាអត់សូវដឹងណាមិនតន់ដូចនេះប្រកាន់អត់បានទេបាទហើយដូច្នេះម៉ែរៀងដែងសង្ហាក់បន្តិចពីព្រោះអីម៉ែមានគុណចំពោះកូនណាបាទខ្ញុំនឹងនិយាយអំពីខាងនោះម៉ែមានគុណចំពោះកូនណាចំពោះនៅក្នុងដួងព្រលឹងរបស់ខ្ញុំនៅក្នុងចិត្តរបស់ខ្ញុំនៅក្នុងគំនិតរបស់ខ្ញុំគឺខ្ញុំមើលឃើញម្ដាយគឺមានសេចក្តីស្រឡាញ់ចំពោះកូននឹងក្នុងពិភពលោកនឹងគ្មានអ្នកណាស្រឡាញ់ដូចម្ដាយទេបងប្អូនយល់ស្របទេទៅនោះបាទគ្មានម្ដាយគ្មានអ្នកណាដែលស្រឡាញ់កូននឹងដូចម្ដាយទេពីព្រោះសេចក្តីស្រឡាញ់របស់គាត់យើងអត់បាច់និយាយទេយើងគ្រាន់តែមើលគាត់បាទបងប្អូនមើលគាត់តាំងពីពេលដែលគាត់កំមុំស្អាតមានធុងហើបជាដើមឡាក់គឺថាគាត់លះបង់តាំងពីមានកូនមកគឺគាត់លះបង់តាំងពីមានកូនមកគឺគាត់លះបង់ដើម្បីកូននឹងរហូតដល់គាត់មានរូបសម្ផស្សអន់ទៅខ្សោយទៅនេះគឺថាដោយសារតែសេចក្តីស្រឡាញ់ហើយបើសិនជាខ្ញុំគ្រាន់តែលឺមើលឃើញអត់ឃើញប្រពន្ធខ្ញុំអញ្ចឹងក៏ខ្ញុំអត់មានអីច្បាស់នៅក្នុងចិត្តរបស់ខ្ញុំដែរដូច្នេះសេចក្តីស្រឡាញ់របស់ម្ដាយនឹងគឺធំនៅโลกនេះគ្មានអ្នកណាស្រឡាញ់ម្ដាយដូចម្ដាយទេមានអ្នកណាស្រឡាញ់កូនដូចម្ដាយទេម្ដាយគឺស្រឡាញ់កូនណាអញ្ចឹងហើយបានជាព្រះទ្រង់មានបន្ទូលមកកាន់កូន
នៅក្នុងគម្ពីរអេពីសូតសូមបងប្អូនអានជាមួយគ្នាគឺអេពីសូតចំពុក6ខ2ដល់ខ3ព្រះអង្គមានបន្ទូលថាយ៉ាងម៉េចចូលសូមបងប្អូនអានពីចូលដើម្បីឲ្យឯងរាល់គ្នាបានសេចក្តីសុខហើយរស់នៅខែដីពីយូរអង្វែងទៅដូច្នេះចូលគោរពប្រតិបត្តិដល់មេត្តាបិតាមិនបិតាមេត្តាទេណាមេត្តាបិតាគោរពមេត្តាបិតាមិនមែនគោរពបិតាហើយមេត្តាមុនទេមេត្តាក្រោយទេដូច្នេះគឺថាថ្ងៃមិនបងប្អូនយល់សពនឹងគំនិតដឹកនាំរបស់ព្រះដែរអត់ទេដូច្នេះខ្ញុំសូមគោរពដល់សេចក្តីស្រឡាញ់របស់មេត្តាក្នុងលោកនេះគឺដោយសារតែមេត្តានឹងឯងបានជាពិភពលោកសពថ្ងៃមានការប្រែប្រួលដែលមានមនុស្សច្រើនទៅមានការប្រែប្រួលគឺពីក្រលំបាករហូតដល់ស្រុកសពថ្ងៃគឺសម័យអីសម័យ digital បាទគឺដោយសារមេត្តានឹងបង្កើតកូនមកហើយកូននឹងចេញទៅធ្វើការគ្រប់កន្លែងទៅប្រទេសជាតិនោះក៏ចេះតែចម្រើនឡើងបងប្អូនយល់មិនដែរត្រឹមត្រូវហើយមិនត្រឹមត្រូវសូមគោរពចាអៀមគីដែលគាត់មកពី Queensland មកដើម្បីបណ្ដាយគាត់ដែលគាត់ប្រាប់ខ្ញុំយំវិញគឺអាយុ90ហើយម្ដាយគាត់បាទដូច្នេះខ្ញុំចង់ថ្ងៃណាមួយធ្វើពិធីbirthday ឲ្យគាត់បាទហើយជាពិសេសដូចខ្ញុំឃើញផ្ទាល់គឺប្អូនខ្ញុំបងពៅខ្ញុំគឺមើលកូនគឺថាគឺមើលគឺថាលោកកូនយ៉ាងអស់ពីចិត្តបាទគឺគាត់ឆ្លាញ់កូនបាទនេះគឺបញ្ជាក់ច្បាស់បងប្អូនទៅទៀតដែលឃើញចូលសាររបស់ខ្លួនហ្នឹងក៏ដូចគ្នាបាទចុះហេតុអ្វីបានជាបទគម្ពីរអំបញ្ញមិញនិយាយថាជាបញ្ញត្តិដំបូងទី1មានបញ្ញត្តិជាបញ្ញត្តិដំបូងប៉ុន្តែទី2មានទាំងសេចក្តីសន្យាតើការដែលយើងគោរពដល់ម្ដាយហើយនៅឪពុកហ្នឹងតើមិនបានជាលោក bless you ហេតុអ្វីបានជាបញ្ញត្តិដំបូងហេតុអ្វីបានព្រះសន្យាថានឹងឲ្យកិច្ចការពីរសំខាន់ដល់យើងគ្រប់គ្នាគឺគ្រាដែលថាបញ្ញត្តិដំបូងហ្នឹងគឺសំដៅទៅលើបញ្ញត្តិទាំង10ប្រការកិច្ចបណ្ឌិតទាំង10ប្រការរបស់លោកម៉ូសេដែលព្រះអង្គបានឲ្យមកដល់មនុស្សលោកបញ្ញត្តិទាំង10ប្រការហ្នឹងគឺមានទី1ទី2ទី3ទី4ទី5ទី6ទី7ទី8ទី9ទី10បាទខ្ញុំបើសិនជាខ្ញុំលើកយកខគម្ពីរនឹងមកអានវិញដូច្នេះខ្ញុំអត់អានទេតាក់ទងមនុស្សពី5រហូតដល់10ហ្នឹងគឺដំបូងឡើយចូលគោរពដល់ឪពុកម្ដាយចូលគោរពដល់ឪពុកម្ដាយ
ចូលគោរពដល់មេដាខ្លួននេះជាបញ្ញត្តិមុនដំបូងដែលមានទាំងសេចក្តីសន្យាតើព្រះសន្យាយ៉ាងម៉េចបើសិនជាកូននឹងគោរពដល់ឪពុកម្ដាយទី1ដើម្បីឲ្យកូននឹងបានរស់នៅប្រកបដោយសេចក្តីសុខគឺកាលណាកូនចេះគោរពស្រឡាញ់ឪពុកម្ដាយម្ដាយបិតាបិតាគឺយើងនឹងរស់នៅបានសេចក្តីសុខការគោរពនិងការដឹងគុណចំពោះឪពុកម្ដាយបង្កើតឲ្យមានសន្តិភាពនៅក្នុងគ្រួសារមានសេចក្តីសុខនៅក្នុងគ្រួសារមានសុភមង្គលនៅក្នុងគ្រួសារដែលជាគ្រឹះយ៉ាងមាំនៃសេចក្តីសុខនៅក្នុងការរស់នៅសុភមង្គលខ្មែរយើងសុភមង្គលបាទបើកាលណាយើងចេះគោរពឪពុកម្ដាយគឺនាំឲ្យមានសុភមង្គលទី2សន្តិសន្យារបស់ព្រះដើម្បីឲ្យរស់នៅផែនដីបានយូរអង្វែងគឺមានអាយុវែងគឺបងនឹងឲ្យយើងអាយុវែងហើយដល់វិញបានជាយើងមានអាយុវែងព្រោះអត់ស្អាតមានបញ្ហាអត់ស្អាតមានបញ្ហាស្មុគស្មាញដូច្នេះគឺនាំឲ្យយើងរស់នៅបានសុខដូច្នេះមិនសូវ stress ដូច្នេះគឺមានសេចក្តីសុខដូច្នេះគឺយើងអត់ឈឺដូច្នេះអាយុវែងមិនចឹងបងប្អូនមែនទេមែនប៉ុន្តែបើសិនជានៅក្នុងគ្រួសារដោយសារកូនកើតបញ្ហាគឺពុកម្ដាយគឺមានបញ្ហាច្រើនស្ដែងច្រើនឈឺច្រើនក៏យុគខ្លីបាទដូច្នេះគឺយើងដែលបងមានបន្ទូលនេះគឺបងមានបន្ទូលដោយជាក់លាក់គឺទី1ឲ្យយើងរស់នៅប្រកបដោយសេចក្តីសុខហើយទី2គឺដើម្បីឲ្យយើងបានអាយុវែងមានមនុស្សប្រមាណអ្នកថាខ្ញុំអត់ចង់បានអាយុវែងអត់មានទេបងសាងរៀងគាត់ប្រាប់ពីមួយទឹកមុនថាឥឡូវគាត់ប៉ែតហើយចុះបងស្ម័គ្រឥឡូវនេះបានបាទ87ហើយអញ្ចឹងអេមីលម៉ានហើយចាត់ហើយ69បាទឆ្នាំក្រោយខ្ញុំយុគ80បងប្អូនមិនអូ80នៅផ្សេងញ៉ាំញ៉ាំមានខគម្ពីរមួយទៀតដែលខ្ញុំគួរតែលើកមកពិចារណាដែលព្រះយេស៊ូវមានបន្ទូលនៅក្នុងយ៉ូហានចំពុក16ខ21ឯស្ត្រីកាលណាហៀបនឹងសម្រាប់កូននោះតែងតែព្រួយចិត្តរស់ដល់កំណត់ហើយព្រួយចិត្តគឺថាសម្រាប់កូនម្ដងគឺមិនមែនជាការស្រួលប៉ុន្តែខ្ញុំមិនគួរនិយាយរឿងហ្នឹងស្រេចឲ្យស្រីនិយាយវិញខ្ញុំបាទប៉ុន្តែខហ្នឹងគឺព្រះយេស៊ូវទ្រង់មានបន្ទូលថាការដែលឈឺចាប់នៅពេលមុនសម្រាប់កូនហ្នឹងគឺជាការឈឺចាប់ដែលមានការលំបាកយ៉ាងខ្លាំងប៉ុន្តែក្រោយដែលមានការឈឺចាប់ហើយក៏មានសេចក្តីអំណរវិញដោយព្រោះបានកូនមួយកើតមកក្នុងលោកគឺថាព្រះរៀបចំឲ្យយើងមានដំណើរបែបនេះគឺធម្មតាម្ដាយដែលសម្រាប់កូនហើយគឺគាត់ភ្លេចពីការឈឺចាប់របស់គាត់ប៉ុន្តែគាត់មានសេចក្តីអំណរដោយសារបានកូនមួយបានកើតមកលើលោកបាទ
នេះចង់និយាយថាគឺគាត់បានផ្លាស់ប្ដូរពីភាពមានទុក្ខសោកមកជាភាពដែលមានសេចក្តីអំណរពីទុក្ខសោកមកសេចក្តីអំណរបាទដូច្នេះនេះជារឿងធម្មតាសម្រាប់មនុស្សលោកទាំងអស់កាលណាមានទុក្ខសោកហើយនឹងមានអំណរពីក្រោយតើបទគម្ពីរនេះមានអត្ថន័យយ៉ាងម៉េចការឈឺចាប់គឺសុទ្ធតែមានគោលដៅព្រះយេស៊ូវបានប្រើឧទាហរណ៍អំពីស្រីឆ្លងទន្លេដើម្បីបង្ហាញថាការឈឺចាប់ខ្លះគឺមិនមែនកើតមកអត់ប្រយោជន៍ទេដូចជាការដែលយើងឈឺចាប់នៅពេលសម្រាលកូនគឺវាជាការឈឺចាប់ដែលនាំមកនៅជីវិតមួយថ្មីហើយបាទដូច្នេះនៅក្នុងការរស់នៅក្រោយដែលយើងមានការឈឺចាប់ទៅក៏ការឈឺចាប់មិនមែននៅរហូតទេគឺមួយរយៈតែប៉ុណ្ណោះរួចហើយក៏កើតមានសេចក្តីអំណរវិញនេះជារបៀបរស់នៅដែលព្រះរៀបចំឡើងសេចក្តីអំណរនាំឲ្យភ្លេចទុក្ខនៅពេលដែលកូនបានកើតមកម្ដាយចាប់ផ្ដើមមានអំណរយ៉ាងខ្លាំងរហូតដល់រលាយបាត់នៅការឈឺចាប់នៅសេចក្តីចាប់ដែលកន្លងមកសេចក្តីសង្ឃឹមក្រំគ្រាទុកលំបាកខគម្ពីរនេះលើកទឹកចិត្តយើងថាទោះបើបច្ចុប្បន្ននេះយើងកំពុងស្ថិតនៅក្នុងម៉ោងនៅក្នុងពេលវេលានៃសេចក្តីព្រួយចិត្តឬការលំបាកចិត្តយ៉ាងណាក៏ដោយក៏ប៉ុន្តែការលំបាកនោះមិនមែនរហូតទេខ្ញុំធ្លាប់និយាយជាមួយនឹងកូនហៀងឈ្មោះលីណាកូនហៀងនោះគាត់មានតែកូនរបស់គាត់ឈ្មោះអីឈ្មោះហាវីនឹងជ្រុះសក់អុយម៉ែព្រួយចិត្តនឹងស្រឡាញ់កូនគឺពិបាកចិត្តនឹងកូនយ៉ាងខ្លាំងហើយប៉ុន្តែយើងអធិដ្ឋានយ៉ាងយូរប៉ុន្តែហាក់ដូចជាបងឆ្លោយយឺតហើយខ្ញុំបានប្រាប់គាត់ថាក្រោយដែលមានភ្លៀងព្យុះបក់បោកមកលើជីវិតយើងគឺមេឃនឹងស្រឡះឡើងដូច្នេះក្រោយនេះគឺមិនមែនរហូតទេគឺការដែលយើងលំបាកជួបប្រទះការលំបាកហ្នឹងគឺមិនមែនរហូតទេគឺតែមួយរយៈតែប៉ុណ្ណោះឥឡូវហ្នឹងគឺវាជារឿងពិតដូចដែលខ្ញុំបានប្រាប់គាត់ដូចខ្ញុំដែរគឺកូនហ្នឹងក៏វាលែងមានបញ្ហាខាងផ្នែកសុខភាពចង់និយាយយ៉ាងដូចនេះចង់និយាយថាក្រោយពេលដែលយើងមានភ្លៀងព្យុះបក់បោកមកលើជីវិតយើងគឺមិននៅរហូតទេមិនយូរប៉ុន្មានគឺមេឃនឹងស្រឡះឡើងវិញមែនទេបងប្អូនបាទព្រះបានធ្វើឲ្យឃើញការនឹងជាក់ស្ដែងដូច្នេះបងប្អូននឹកចាំពីការនឹងគឺថាយើងលំបាកមិនមែនរហូតទេគឺតែមួយផ្លែតទេឥឡូវខ្ញុំលើកខមួយទៀតខអេសាយជំពូក49ខ15ចុះតើស្ត្រីនឹងភ្លេចកូនដែលកំពុងបើកដោះខ្ញុំបាននិយាយអំពីការលំបាកក្នុងការសម្រាលកូនរបស់ស្ត្រីឥឡូវនេះខ្ញុំលើកបទគម្ពីរដែលតាក់ទងនឹងស្ត្រីម្ដងទៀតចុះតើស្ត្រីនឹងភ្លេចកូនដែលកំពុងបើកដោះអត់មានអាណិតដល់កូនដែលចេញពីផ្ទៃខ្លួនមកបានដែរឬគេភ្លេចបានប៉ុន្តែព្រះមិនដែលភ្លេចឯងឡើយគឺមានន័យថាខ
កំពីនេះនិយាយអំពីសេចក្តីស្រឡាញ់របស់ព្រះគឺធំជាងសេចក្តីស្រឡាញ់របស់មនុស្សជាងសេចក្តីស្រឡាញ់របស់ម្ដាយធម្មតាសេចក្តីស្រឡាញ់របស់ម្ដាយដែលខ្លាំងហ្នឹងគឺថាមិនដែលគាត់មិនដែលបោះបង់ចោលកូនរបស់គាត់ទេប៉ុន្តែមនុស្សដែលរស់នៅក្នុងសាច់ឈាមនេះមានសេចក្តីកំសោយដូច្នេះនៅពេលដែលមានសេចក្តីកំសោយហ្នឹងគាត់អាចភ្លេចកូនបានមកគ្រាគាត់អាចភ្លេចបានប៉ុន្តែព្រះមិនដែលភ្លេចយើងឡើយប៉ុន្តែព្រះមិនដែលភ្លេចយើងឡើយការប្រៀបធៀបសេចក្តីស្រឡាញ់នេះគឺមនោសញ្ចេតនាមេត្តាដែលជាសេចក្តីស្រឡាញ់ដ៏ខ្លាំងក្លាបំផុតក្នុងโลกដោយខ្ញុំបាននិយាយហើយថាម្ដាយស្រឡាញ់គ្មានអ្នកណាស្រឡាញ់មានសេចក្តីស្រឡាញ់ធំស្មើនឹងសេចក្តីស្រឡាញ់របស់ម្ដាយទេនៅក្នុងចំណោមមនុស្សលោកសភាពពិតរបស់មេត្តាជាទូទៅដែលបោះបង់ដែលភ្លេចពីកូននៅបៅដងហ្នឹងគឺជារឿងមួយដែលមិនគួរឲ្យជឿតទៅសោះជារឿងមួយដែលមិនគួរឲ្យជឿតទៅសោះពីពួកគាត់មានសេចក្តីស្រឡាញ់យ៉ាងខ្លាំងចំពោះកូនមែនបាទប៉ុន្តែសេចក្តីកំសោយរបស់មនុស្សភាពទន់ខ្សោយរបស់មនុស្សទោះបីជាយ៉ាងណាក៏ដោយបទគម្ពីរនេះទៅស្គាល់ថាគាត់អាចភ្លេចបានប៉ុន្តែក៏មិនគឺខ្ញុំនៅតែគោរពមេត្តានៅតែស្រឡាញ់មេត្តាគឺថានេះជាសេចក្តីស្រឡាញ់ដ៏ខ្ពស់បំផុតទីពីរសេចក្តីស្រឡាញ់របស់ព្រះមិនចេះប្រែប្រួលប៉ុន្តែអញមិនដែលភ្លេចអញឡើយនេះចង់បញ្ជាក់ថាសេចក្តីស្រឡាញ់របស់ព្រះនិងការយកចិត្តទុកដាក់របស់ព្រះចំពោះមនុស្សលោកគឺលើសលប់ជាងសេចក្តីស្រឡាញ់របស់មេត្តាទៅទៀតទោះបីជាមេត្តាមានសេចក្តីស្រឡាញ់ខ្លាំងជាងគេនៅក្នុងលោកក៏ដោយប៉ុន្តែសេចក្តីស្រឡាញ់របស់ព្រះវិញគឺធំលើសជាងសេចក្តីស្រឡាញ់របស់មេត្តាទៅទៀតដូច្នេះនេះជាព្រះបន្ទូលពីសេចក្តីសង្ឃឹមនិងការលួងលោមចិត្តយើងសម្រាប់អ្នកដែលកំពុងតែមានអារម្មណ៍ឯកាដែលត្រូវបានគេបោះបង់ចោលនៅក្នុងគ្រួសារឬក៏យ៉ាងម៉េចក្តីគឺត្រូវតែមានសង្ឃឹមថាព្រះមិនដែលបោះបង់យើងចោលទេទោះបីមនុស្សបោះបង់ចោលយើងបានប៉ុន្តែព្រះមិនដែលបោះបង់យើងចោលទេសរុបមកឃ្លានេះចង់ដាស់តឿនទោះបីជាក្នុងโลกនេះបើគ្មានអ្នកណាស្រឡាញ់អ្នកឬយល់ពីទឹកចិត្តរបស់អ្នកក៏ព្រះនៅតែស្រឡាញ់អ្នកដែរបងប្អូនមានទឹកចិត្តយល់អញ្ចឹងទេយល់ថាព្រះនៅពេលដែលយើងលំបាកគឺព្រះយើងនឹកឃើញពីព្រះដែលស្រឡាញ់យើងបាទដូច្នេះសំណួរដែលខ្ញុំបានសួរលោកគ្រូអរុនមានលឺលហិចលហៀងដែលគេនិយាយថាពួកអ្នកគ្រីស្ទានមិនសូវចេះមិនសូវស្រឡាញ់ឪពុកម្ដាយមិនពពោះអត់សែនអត់យកបាយទៅវត្តអីចឹងបាទគេថាអូនឹងគឺអត់សូវស្រឡាញ់អត់សូវគោរពឪពុកម្ដាយប៉ុន្តែបងប្អូនត្រូវដឹងថាការដែលយើងសែននឹងបទគម្ពីរបាននិយាយថាសែនឲ្យអរិយដូច្នេះគឺខុសយើងសែនឲ្យអរិយខុសតាមដែលបងប្អូនបានពិចារណាមកហើយនេះតើបងប្អូនឃើញច្បាស់ថាព្រះបានស្រឡាញ់យើងខ្លាំងមែនអត់
ខ្ញុំចង់លើកខកំពីមួយដើម្បីបញ្ជាក់បងប្អូនត្បិតព្រះស្រឡាញ់មនុស្សលោកដល់ម្លេះបាទស្រឡាញ់ដល់ម្លេះបានជាទ្រង់បន្ទានព្រះរាជបុត្រាតើយើងដែលស្រឡាញ់គេយើងហ៊ានឲ្យកូនទៅគេទេព្រះដែលស្រឡាញ់យើងគឺព្រះអង្គហ៊ានបន្ទានព្រះរាជបុត្រាមកឲ្យយើងមិនមកឲ្យយើងរក្សាទុកទេគឺមកឲ្យយើងដើម្បីជាប់ទោសជំនួសយើងគឺទោសនៃអំពើបាបដូច្នេះគឺថានេះហើយជាសេចក្តីស្រឡាញ់ដែលមកពីព្រះដូច្នេះព្រះមានសេចក្តីស្រឡាញ់ហើយបានសេចក្តីស្រឡាញ់នឹងធ្លាក់មកមេត្តាបានជាមេត្តាគ្មានបាច់ទៅរៀនសាលាណាទេគឺមានសេចក្តីស្រឡាញ់នឹងគឺស្វ័យប្រវត្តិមែនបាទចុះឥឡូវបើយើងបងប្អូនគាត់ស្ដាប់ឮខ្ញុំតើបងប្អូនជឿដែរតាមពិតបើយើងឮគេថាសឡនឹងឆ្ងាញ់តើយើងឆ្ងាញ់តាមគេឬក៏យើងត្រូវធ្វើម៉េចបាទបើគេថាសឡនឹងឆ្ងាញ់ណាស់ដូច្នេះយើងត្រូវភ្លក់មើលសិនបើគេថាព្រះល្អណាស់យើងត្រូវទទួលជឿបងសិនបាទត្រូវភ្លក់មើលសិនបានយើងអាចដឹងថាសម្លនឹងវាឆ្ងាញ់ព្រះយេហូវ៉ាទ្រង់ល្អចុះសូមភ្លក់មើលឲ្យដឹងថាព្រះយេហូវ៉ាទ្រង់ល្អចុះមានពរហើយមនុស្សណាដែលពឹងជ្រកក្នុងទ្រង់បាទគឺអ្នកណាដែលពឹងជ្រកក្នុងទ្រង់គឺមានពរហើយចម្រើនគ្រប់ពេលវេលាបាទជាពរដែលមិនចេះពុករលួយជាពរដែលនៅជាមួយយើងអស់កលជានិច្ចតើព្រះយេហូវ៉ាតើព្រះទ្រង់ល្អយ៉ាងម៉េចព្រះយេស៊ូវការល្អរបស់ទ្រង់គឺតាមរយៈព្រះអង្គមិនចេះបោះបង់យើងចោលបងថាបើសិនម្ដាយបោះបង់ចោលកូនបានប៉ុន្តែព្រះអង្គមិនដែលបោះបង់យើងចោលទី2ការល្អរបស់ព្រះគឺតាមរយៈការការពារការថែទាំគឺព្រះអង្គមើលថែយើងព្រះអង្គចាត់ទេវតាមកថែរក្សាយើងបងប្អូនចង់បានទេវតាមកថែរក្សាយើងអីខ្ញុំជីវិតខ្ញុំពោពេញតាំងពីខ្ញុំមិនទាន់ជឿព្រះរហូតដល់ខ្ញុំជឿព្រះខ្ញុំដឹងថាមានទេវតាថែរក្សាខ្ញុំគឺព្រះការល្អរបស់ព្រះគឺតាមរយៈការផ្ដល់កម្លាំងនិងស្រីសង្ឃឹមគឺមានតែយើងដើរតាមផ្លូវរបស់ព្រះយេស៊ូវទេដែលមានសេចក្តីសង្ឃឹមដែលមិនចេះផុតលុបគឺព្រះអង្គបំរុងទុកឲ្យយើងនៅមរតកដែលមិនចេះពុករលួយឥតសៅហ្មងឲ្យអត់ដែលសពូននៅឋានសួគ៌សម្រាប់យើងអាមែនដូច្នេះគឺជឿព្រះអង្គមានសង្ឃឹមដូច្នេះព្រះអង្គល្អណាស់យើងជាកូនយើងនិយាយទៅខាងម្ដាយថាខ្ញុំស្រឡាញ់ម៉ែណាស់God love all man in the world គឺព្រះទ្រង់ស្រឡាញ់មេត្តានៅទូទាំងពិភពលោកឥឡូវខ្ញុំសូមបញ្ចប់ត្រង់ហ្នឹងចុះហើយខ្ញុំនឹងអធិដ្ឋានសូមបងប្អូនសូមចាត់អធិដ្ឋានសូមខ្ញុំសូមប្រពងពីបងព្រះម្ចាស់អើយព្រះបន្ទូលទ្រង់ផ្អែមពីរោះនៅក្នុងចិត្តគំនិតរបស់យើងខ្ញុំហើយព្រះបន្ទូលរបស់ទ្រង់ធ្វើឲ្យយើងខ្ញុំភ្ញាក់រលឹកយ៉ាងខ្លាំងដែលយើងខ្ញុំមើលឃើញអំពីគុណរបស់មេត្តានិងសេចក្តីស្រឡាញ់របស់មេត្តាចំពោះកូនគឺគ្មានអ្នកណាម្នាក់ដែលស្រឡាញ់ដូចដល់មេត្តាចំពោះយើងខ្ញុំឡើយដូច្នេះយើងខ្ញុំអរព្រគុណដល់ព្រះអង្គចំពោះគ្រប់ទាំងមេត្តាគ្រប់រូប
ក៏សូមឲ្យព្រះអង្គបានប្រទានសេចក្តីសុខសាន្តដល់គាត់គ្រប់គ្នាក៏សូមឲ្យគាត់មានអាយុយឺនវែងគ្រប់គ្នាបិទទូបង្គំទូលសូមនៅក្នុងព្រះនាមព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែន